របស់ខ្លួនទៅបំផ្លាញទំនៀមទម្លាប់ឬទៅបង្កឧក្រិដ្ឋកម្មណាមួយឡើយនិងមិនបាច់កកាយអាចកំបាទវិទ្យាសាស្ត្រពិនិត្យនិងវិតម្លៃផលផលនៃការទាញខាត់បត់របស់បេក្ខជនពេញសក្តានុពលក្រោមប្រធានបទ Serotype of Streptococcus pneumonia in children and adults in undergoing PCV vaccination introduction គឺបងអូនបេក្ខជនពេញសក្តានុពលបានធ្វើអត្ថាធិប្បាយនៅចំពោះមុខសាធារណជនបានឆ្លើយតបនៅសំណួរនៃគណៈមេយោគអស់បានយ៉ាងល្អផុសផុសហើយគ្រប់ពេលវេលាបានល្អហើយខេត្តនេះមានប្រយោជន៍ដល់សុខាភិបាលជាសាស្ត្រពិសេសគឺវិស័យ microbiology នៃប្រទេសកម្ពុជាទៅដល់ពិភពលោកយើងដូច្នេះគណៈមេយោគសម្រាប់ផ្ដល់នៅបងអូនពេញសក្តានុពលជាវិធីនៃបរិមាណជាន់ខ្ពស់នៃវិជ្ជាជីវសាស្ត្ររបស់បងអូនចំនួនទី2នៅនិទេសកិត្តិយសដ៏ខ្ពង់ខ្ពស់បាទសូមអរគុណនេះន័យថាបងអូនបានទទួលការការពារដោយជោគជ័យនិងនិទេសកិត្តិយសដ៏ខ្ពង់ខ្ពស់ទៀតព្រោះយើងមានកិត្តិយសដល់កិត្តិយសនិងកិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ចឹងគឺអស់កម្រិតប៉ុណ្ណឹងបាទសូមគោរពលោកសាស្ត្រាចារ្យជំនាញដែលដែលជាជននិកាយបទជាទីគោរពសូមគោរពលោកស្រីសូមនៅឯទេគុណចាត់ឯកណាដែលជាស្មារតីនិកាយបទជាទីគោរពខ្ញុំបាទសូមអនុញ្ញាតធ្វើបទបង្ហាញដោយសង្ខេបនៅនិកាយបទរបស់ខ្ញុំបាទដែលមានចំណងជើងជាភាសាខ្មែរថា Professional នៃ Bacteria Streptococcus pneumoniae នៅលើកុមារនិងមនុស្សពេញវ័យកំឡុងពេលដាក់ឲ្យប្រើប្រាស់នៅវ៉ាក់សាំង PCV និងមានចំណងជើងជាភាសាអង់គ្លេស Serotype of Streptococcus pneumoniae in children and adults undergoing PCV vaccination introduction និងសូមថ្លែងអំណរគុណដល់អាយដាមសាស្ត្រាចារ្យឬគ្រូដែលបានបង្ហាញវិធីដល់ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកមានគុណទាំងពីរនិងក្រុមគ្រួសារទាំងមូលដែលតែងតែលើកទឹកចិត្តនិងផ្គត់ផ្គង់គ្រប់លក្ខខណ្ឌទាំងអស់សូមអរគុណតែនៅទីនេះចឹងគឺលោកគ្រូសួរនេះគាត់ថា ជំរុំអាយដាមលោកជំទាវគឹមច្បងរៀបអូ លើចម្លើយរបស់